តែចំណុចមួយខ្ញុំសូមទាញចំណាប់អារម្មណ៍ដែរស្រុកខ្មែរយើងនឹងពេលនេះបាននឹងកំពុងបើកសម្ព័ន្ធថ្មីដែរបាទលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ភាពចម្រូងចម្រាសនៅក្នុងសង្គមរបស់យើងត្រូវបានដោះស្រាយបញ្ហាដីធ្លីត្រូវបានដោះស្រាយតាមរយៈការចុះបញ្ជីដីធ្លីការចុះបញ្ជីដីធ្លីនេះបានបញ្ចប់នៅបញ្ហាជាច្រើនបាទសម្រាប់ខ្ញុំការចុះបញ្ជីដីនេះខ្ញុំមើលឃើញចេះនៅឆ្នាំ89ពេលដែលសម្ដេចតេជោបកគលបានលើកទី1ជូនដល់ប្រជាជនខ្មែរគឺបានសេចក្តីថារដ្ឋាភិបាលបដិសេធការទាមទារកម្មសិទ្ធិមុនឆ្នាំ79ហើយទទួលស្គាល់កម្មសិទ្ធិឯកជនពីណានៅតាណាគ្រប់គ្រងទឹកដីណាគ្រប់គ្រងអចលនទ្រព្យមួយណាគឺបានមួយហ្នឹងបាទសម្រាប់ខ្ញុំនេះគឺស្មើនឹងឪពុកផ្ដល់នៅមរតកឲ្យកូនសម័យសម្ដេចមហាបវរគឺយើងបានចុះបញ្ជីចេញបានឲ្យសឹងអស់ហើយឡើយនេះគឺស្មើនឹងផ្ដល់នៅសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យអញ្ចឹងខ្ញុំគិតថានេះគឺជាចំណុចពិសេសរបស់ខ្មែរយើងអញ្ចឹងខ្ញុំបានចុះបញ្ជីដីប្រហើយគឺបានចប់សពគ្រប់ហ្នឹងចំនួនដីធ្លីមិនទាន់ចប់ 100% ទេក៏ប៉ុន្តែសឹងតែអស់ហើយ10ឆ្នាំមុនយើងមានប្រមាណ 20000 ករណីនៅក្រសួងត្រូវដោះឥឡូវហ្នឹងយើងសល់ប្រហែលជា40អីប៉ុណ្្នឹងទេបាទហើយទៅមុខទៀតយើងនឹងបញ្ចប់តែខ្ញុំគិតថាចំនួនដីធ្លីនេះជារឿងអត់ប្រយោជន៍ទេជាការពិតយើងដដើមគ្នាអញ្ចឹងហើយក៏ប៉ុន្តែយើងគួរយកពេលវេលានេះគិតថាតើយើងរស់នៅក្នុងសហគមន៍ប្រជាជាតិយ៉ាងម៉េចប្រហែលខែនេះអ្នកជិតខាងយើងបរៀនយើងច្បាស់ហើយយើងត្រូវតែមានភាពឯករាជ្យម្ចាស់ការបាទខ្លួនទីពឹងខ្លួនយើងល្អមួយគេក៏ប៉ុន្តែត្រូវពឹងខ្លួនឯងបាទបញ្ហាដីធ្លីនៅអង្គរវត្តក៏ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះបញ្ហាដីធ្លីនៅក្នុងបឹងទន្លេសាបនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះបាទសេវារបស់សុរិយោដីសេវារបស់សំណង់ក៏នឹងត្រូវបានផ្ដល់ជូតបដាតាមរយៈអនឡាញដើម្បីងាយស្រួលបងប្អូនអត់ចាំបាច់ទៅរកមេភូមិមេឃុំឯណាទៀតទេថ្ងៃក្រោយទិញដូរលក់ទ្រព្យសម្បត្តិអីហ្នឹងចូលអនឡាញទៅធ្វើបានហើយអាហ្នឹងបាទអញ្ចឹងនេះជារបត់ថ្មី